តែបែបប្តីខ្ញុំសុំលុយ200តែញ៉ាំការគេខ្ញុំសួរតែញ៉ាំការនៅណាទៀតហើយថ្ងៃមុនទៅហើយគាត់ថាតែញ៉ាំការកូនមិត្តភក្តិរបស់គាត់ហើយបងប្អូនជួយគិតមើលមិត្តភក្តិរបស់គាត់តាគ្នាគ្នាកូនគេការអស់ហើយរៀនចប់ដល់ហើយមានតែកូនខ្ញុំទេនៅរៀងទូចជាងគេតែរៀនថ្នាក់ទី2ទី3ខ្ញុំដេញឲ្យតែមុនទៅក្តៅណាខ្ញុំកាត់ត្រប់មកហើយផ្លែតសិនចាំខ្ញុំទៅយកលុយឲ្យអញ្ចឹងហើយឆ្លៀតលូថាឲ្យរៀងលឿនតែចាព្រោះតិចទៀតដល់ម៉ោងគេទៅញ៉ាំការខ្លាចទៅក្រោយគេញ៉ាំអញ្ចឹងអីឃើញខ្ញុំកាត់ត្រប់សុខចិត្តកំងថាចាំទុកឲ្យម្ហូបឲ្យគាត់បន្តិចផងហើយតែញ៉ាំការគេផ្ដាំប្រពន្ធឲ្យទុកម្ហូបឲ្យបងប្អូនគិតឲ្យទៅញ៉ាំការគេដឹងមិនមកវិញគឺបែបដឹងតែម្ដងគឺហេវបាយហើយការស្រុកគេបងប្អូនម្ហូបយ៉ាងហើយក៏12មុខឡើងទៅដែរតែឲ្យទៅមកវិញគឺអញ្ចឹងតែរហូតនឹងអញ្ចឹងហើយគឺមិនសូវចង់ឲ្យគាត់ទៅហ្មងដំបងថាឲ្យក្មេកនិងម៉ែក្មេកទៅតែថ្ងៃហ្នឹងតែលឺពួកគាត់ថាអត់សូវស្រួលខ្លួនអត់ចង់ទៅអញ្ចឹងហើយក៏បានប្តីអ្នកទៅហ្នឹងគឺថាផ្លែឃើញដើមទូចមែនប៉ុន្តែបងប្អូនមើលផ្លែគេហើយចាហូបអត់ទាន់ទេខ្លួនហ្នឹងគឺចាស់ចោលឯងហ្មងហើយយកទៅលក់ក៏គ្មានណាគេទិញទៀតហើយឥឡូវហ្នឹងគឺថាមកអែបអបហើយឲ្យតែឃើញយើងរាប់លុយរាប់អីហ្នឹងគឺថាមកអែបអបប្រូលុយហើយខ្ញុំថាឲ្យទៅតែ100តើដំបងគាត់ថាចងគេ220មានណាបងប្អូនឲ្យព្រឹកមិញលក់បាន skinny មួយឈុតហ្នឹងឥឡូវហ្នឹងប្រហើយយកឲ្យប្តីចងដៃគេហ្នឹងហើយទៅឲ្យចាស់មើលម៉ោងផងអត់មានទៅជ្រុលម៉ោងដោយលើកមុនមកដល់ហើយឃ្លានបាយទាំងយប់អញ្ចឹងទៀតទេណាទៅបដាលូបដាបងប្អូនតគ្នាចាលើកហ្នឹងគេទៅតែងខ្លួនគេចាស់កៅពុះមកដល់ទៅញ៉ាំការគេមកពីស្រែមិនគឺទៅតឹងចឹងហើយតែលើកនេះគេចាស់តែងខ្លួនស្អាតបាញ់ទឹកអប់អីណាសសិតសក់បាញ់ទឹកអប់តែគ្មានងូតទឹកទេមនុស្សនេះខ្ញុំដឹងហ្មងហើយតោះបងប្អូនតគ្នាបណ្ណាគេខ្លះកំពុងតែមានបញ្ហាកាំងកាឡូញ៉ាំអីក៏អត់ស្រោលលក្ខណៈថាលេបទឹកមាត់ក៏ថតដែរបងប្អូនតគ្នាតោះមកញ៉ាំជ្រើសរើសជាមួយនឹង skinny ប្រភេទក្របធម្មជាតិបងប្អូនស្គាល់ច្រើនហើយបងប្អូនតគ្នាដែលសារផ្ទុះនៅលើទីផ្សាររាប់កាន់ឆ្នាំតែម្ដងការញ៉ាំត្រឹមតែមកក្របមុនពេលចូលគេងទេបងប្អូនព្រឹកឡើងគឺបិទជើងអស់ហើយជួយបញ្ចុះជាតិខ្លាញ់បានល្អបងប្អូនបានញ៉ាំជាមួយ skinny នៅភ្លើគឺកាន់តែស្រក់លឿនដោយសារ skinny ភ្លើរបស់យើងជាឯកទេសនៅក្នុងការជួយដុតរំលាយជាតិខ្លាញ់សម្រួលដល់ការបន្តបងសម្រួលសម្ពាធឈាមនិងធ្វើឲ្យយើងគេងលក់ស្រួលសម្រាប់សម្ដីអនាម័យនេះបងប្អូនសួររោច្រើនខ្លាំងមែនទែនและអនាម័យសោភានារីបងប្អូនអាចរកទិញគ្រប់ទីកន្លែងតាមផ្សារទំនើបឬក៏តាមតូបលក់ចាប់ហុយក៏មានសម្រាប់បងប្អូនតាក់ទងទៅលក់បន្តបងប្អូនអាចតាក់ទងខាងផេកផ្សារធម្មជាតិ24បានសម្រាប់អនាម័យរបស់យើងគឺមានប្រទេសធំស្ដាងហើយជ្រាបទឹកបានលឿនពេលដែលបងប្អូនប្រើប្រាស់គឺអត់ក្តៅអត់ហប់ទេបងប្អូនទាំងគ្នាប្រើហើយគឺមានអារម្មណ៍ថាត្រជាក់ស្រស់ស្រាយខ្លាំងមែនទែនភាពល្អតម្លៃសមរម្យបងប្អូនជ្រើសរើសជាមួយនឹងសម្រាប់អនាម័យសោភានារីឆាត្រាប់ជាមួយនឹងសាច់ជ្រូក3ជាន់បងប្អូនចូលចិត្តឆាជាមួយនឹងត្រាប់ពណ៌ខៀវឬក៏ត្រាប់ស្វាយបងប្អូនទាំងគ្នានៅខ្មែរគេហៅត្រាប់អីគេបងប្អូនទាំងគ្នាចាគឺខ្ញុំយកវាទៅដុតសិនណាបងប្អូននៅសារយកទៅដុតវាឈ្ងុយជាងសម្រាប់អ្នកនៅឯចិននេះភាគច្រើនគេដឹងបងប្អូនធ្វើមិនអត់គេចូលចិត្តយកវាទៅឆាជាមួយខ្លាញ់ប៉ុន្តែខ្លាញ់ច្រើនណាធ្វើបែបហ្នឹងតែអ្នកខ្លះគេក៏ចំហុយដែរប៉ុន្តែបើដុតចឹងវាឈ្ងុយជាងអញ្ចឹងណាឥឡូវនេះគឺខ្ញុំធ្វើការចាប់ផ្ដើមយកវាចេញមកក្រៅបងប្អូនទាំងគ្នាចាគឺលក្ខណៈថាខ្លាំងឆ្អិនខ្លាំងហ្មងអត់បានឆាក៏ឈ្ងុយជាមួយនឹងក្លិនត្រាប់ដែរដោយសារត្រាប់យើងទឹកបេះមកពីដើមថ្មីអញ្ចឹងបងប្អូនទាំងគ្នាចាធម្មជាតិទៀតណាឥឡូវគឺខ្ញុំធ្វើការបំពងខ្ទឹមហើយនឹងម្ទេសជាមួយគ្នាហ្មងទៅឲ្យវាឈ្ងុយហើយចាំខ្ញុំដាក់សាច់ជ្រូក3ជាន់ចូលសាច់ជ្រូក3ជាន់របស់យើងធ្វើការឆាឲ្យវាចេញខ្លាញ់មកអស់អញ្ចឹងណាបងប្អូនទាំងគ្នាតិចឆាហ្នឹងកាលពីមុនខ្ញុំឆាមិនបានវាអត់ដូចរសជាតិអ្នកចិនឥឡូវនេះគឺខ្ញុំទឹកតិចញិចមួយទេដោយសារតែមិញបើខ្ញុំគាត់មកឆាឲ្យញ៉ាំម្ដងអានេះគឺខ្ញុំដាក់ម្សៅស៊ុបបើវាចេញស្ករហើយជាមួយនឹងប្រេងខ្យងហើយចំណុចពិសេសនេះគឺហៅតូជាងបងប្អូនទាំងគ្នានេះទឹកត្រីឆាត្រាប់បងប្អូនបានដាក់ជាមួយតូជាងគឺម្ហូបគឺដូចម្ហូបចិនធ្វើហ្មងចិត្តគឺឆ្ងាញ់ខ្លាំងមែនតើសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តបែបហ្នឹងអញ្ចឹងណាបងប្អូនទាំងគ្នាកាលពីមុនខ្ញុំអាសាឆ្ងល់ខ្ញុំថាមូលហេតុអីពេលដែលខ្ញុំឆាទៅវាអត់ដូចរសជាតិដែលពួកចិនគេឆាអញ្ចឹងណាតែលើកហ្នឹងគឺខុសគ្នាកន្លែងត្រង់យើងពេលដែលយើងដាក់តូចាំងហ្នឹងគឺរសជាតិវាបែបឈ្ងុយបែបយ៉ាងចុងក្រោយគឺយើងថាតែជាមួយនឹងស្លឹកខ្ទឹមយើងហើយទៅគឺចាស្រាច់ប៉ុណ្ណឹងគឺអូខេហើយបងប្អូនទាំងគ្នាម្ហូបខ្ញុំថ្ងៃហ្នឹងគឺមានតែប្រហែលមុខហ្នឹងទេជាមួយនឹងឆាបន្លែប្តីគេទៅញ៉ាំការបាត់ហើយអញ្ចឹងខ្ញុំតែជាមួយកូនហើយនឹងយាយអត់តន់ភ្ញាក់ពីដេកទេតាថាឲ្យហូបមុនទៅព្រោះយាយអត់ស្រួលខ្លួនហូបបាយបញ្ចូលតិចប្រហែលនាំទៅពេទ្យហើយយាយវីដេអូដែលបងអូនចែកលេខហ្នឹងក៏មានប៉ុណ្្នឹងដែរចាំជួបគ្នាវីដេអូថ្ងៃស្អែកទៀត